សាច់រឿងរបស់យើងចាប់ផ្ដើមដោយបង្ហាញនារីកំពុងឈរនៅពីមុខច្រកទ្វារហើយនាងនិយាយថាបើនាងនៅទីនេះទៀតនឹងធ្វើឲ្យលោកពូស៊ីអនមានគ្រោះថ្នាក់នារីថានាងនឹងត្រឡប់ទៅកន្លែងដើមរបស់នាងវិញនារីយំអបមែនត្រាហ្គោរ៉ាមេថោទាំងទឹកភ្នែកហើយផ្ដាំឲ្យលោកពូស៊ីអនមើលថែខ្លួនផងតែភ្លាមនោះស៊ីអនបានមកខាត់នាងហើយសួរនាងថានាងចង់ទៅណាទីនេះគឺជាផ្ទះរបស់នាងហើយរូបភាពក៏បង្ហាញពីយុបាមនឹងជាពួកគេកថាក្មេងៗអាចបាត់ខ្លួនក្រុមមួយប្រពេចដែរភ្លាមនោះនារីយំអបស៊ីអនទាំងទឹកភ្នែកដោយក្តីរំភើបមួយសន្ទុះក្រោយមករូបភាពក៏បង្ហាញពួកគេកំពុងនៅតុអាហារហើយនារីកំពុងញ៉ាំមីរ៉ាមៀនយ៉ាងឆ្ងាញ់ហើយសរសើរថាមីរ៉ាមៀនលើកនេះឆ្ងាញ់ជាងការដែលញ៉ាំលើកមុនទៅទៀតហើយគីសុបក៏អ៊ុនថែមថាមីរ៉ាមៀនគឺជាអាហារសម្រន់ពេលយប់ដ៏ឆ្ងាញ់បំផុតហើយជាបានប្រាប់ទៅកាន់នារីថាបើហ៊ានតែរត់ចេញពីផ្ទះបែបនេះទៀតប្រកាសជាត្រូវធ្ងន់ខាននារីក៏ដឹងកំហុសរបស់នាងដូចគ្នាបន្ទាប់ពីញ៉ាំមីហើយនាងមានអារម្មណ៍ថាហើយគីសុបក៏បានយកទឹកដោះគោមួយយួរមកដាក់លើតុហើយនិយាយថាបើសិនជាហើយនាងអាចផឹកទឹកដោះគោនេះបានម៉ែរបស់ខ្ញុំនិយាយថាទឹកដោះគោនេះល្អបំផុតសម្រាប់នៅពេលដែលយើងញ៉ាំហើយយូបាមនិយាយថាការគេនៅមន្ទីរពិសោធន៍គេក៏ធ្លាប់ញ៉ាំទឹកដោះគោបែបនេះដែរគីសុបក៏ប្រាប់ឲ្យពួកគេយកញ៉ាំម្នាក់មួយទៅបន្ទាប់ពីញ៉ាំអាហាររួចគីសុបក៏បានទៅសម្អាតចានហើយគេនិយាយថាគេនឹងធ្វើកិច្ចការដែលជីអនបានដាក់ឲ្យបានល្អហើយយូបាមក៏បបួលជះឲ្យទៅកាត់ថ្មពន្លឺពណ៌លឿងទុកឲ្យនារីនិងជីអននៅនិយាយគ្នាតែពីរនាក់នារីបានសុំទោសទៅកាន់ជីអនដែលធ្វើឲ្យគាត់បារម្ភជីអននិយាយថាតើនាងសុំទោសឬអ្វីនេះមិនមែនជាកំហុសរបស់នាងទេអ្នកដែលខុសពិតប្រាកដនោះគឺអ្នកនៅមន្ទីរពិសោធន៍ដែលបានបង្កើតនាងនិងចង់ប្រើប្រាស់នាងហើយបន្ទាប់មកជីអនបានត្រឡប់ទៅរបៀបមើងម៉ាត់វិញដោយសួរក្មេងស្រីនោះអំពីមិត្តភក្តិកោសម្ព័ន្ធដូងរបស់នាងគីមណារីមានការភ្ញាក់ផ្អើលដោយគិតថាតើនាងមានមិត្តភក្តិបែបណាប៉ុន្តែជីអននៅម្ខាងទៀតដឹងថាបើសិនបើគាត់មានគម្រោងសម្អាតវិទ្យាស្ថាន Habit Research Institute ក៏ត្រូវតែជួយសង្គ្រោះក្មេងៗដែលនៅសល់តែក៏ហើយគីមណារីប្រហែលជាដឹងអ្វីមួយអំពីពួកគេប៉ុន្តែគាត់នៅតែមិនអាចនិយាយខ្លាំងៗទាំងស្រុងបានទេគាត់បានសម្រេចចិត្តសួរគីមណារីអំពីពួកគេតាមរបៀបនេះព្រោះកាលពីមុនរបស់គាត់ក៏មានមិត្តស្និទ្ធស្នាល3នាក់នៅក្នុងវិទ្យាស្ថានដែរបន្ទាប់ពីឮដូច្នេះគីមណារីចាប់ផ្ដើមយកលេសដោយនិយាយថានាងមិនមានកោសម្ព័ន្ធឬមិត្តភក្តិណាម្នាក់ទេប៉ុន្តែស៊ីអននឹងថាគាត់មិនចាំបាច់សួរអំពីទីតាំងរបស់មន្ទីរពិសោធន៍នោះទេព្រោះគីសុបនឹងដឹងរឿងនេះយ៉ាងច្បាស់ប៉ុន្តែនៅពេលដែលស៊ីអនស្រាប់តែនឹកឃើញភារកិច្ចមួយដែលគាត់បានប្រកល់ឲ្យគីសុបគាត់ឆ្ងល់ថាតើគីសុបកំពុងតែធ្វើបានល្អឬអត់រូបភាពក៏កាត់ទៅកន្លែងផ្សេងមួយទៀតដែលយើងឃើញគីសុបកំពុងញញឹមខណៈដែលមាននរណាម្នាក់កំពុងថប់ដង្ហើមនៅពីមុខគាត់យើងឃើញថានោះគឺជាអ្នកប្រមាញ់ទាំង3ដែលធ្លាប់វាយប្រហារនារីកាលពីមុនហើយគីសុបបានដោះម៉ាស់របស់គាត់ចេញដើម្បីឲ្យគាត់អាចនិយាយបានខណៈពេលដែលគាត់ដឹងថាជីអនបានទប់ស្កាត់ម៉ាណារបស់មនុស្សទាំងនេះហើយដូច្នេះពួកគេនឹងមិនអាចប្រើវាបានមួយរយៈនោះគឺគ្រប់គ្រាន់ហើយបន្ទាប់ពីដាក់ម៉ាស់ចុះយើងឃើញថាគីសុបកំពុងតែម្នាក់ប្រមាញ់គាត់គីសុកចងចាំថាស៊ីអនបានប្រាប់ថាគាត់បានបិទថាមពលម៉ាណារបស់ពួកគេអស់ហើយដូច្នេះពួកគេបន្តប្រើថាមពលរបស់ពួកគេមិនកើតទេមុនពេលគីសុកចាត់ការពួកគេព្យាយាមចរចាគីសុកសើចហាក់ដូចជាមិនជឿពួកគេនោះប្រាប់ថាបើដល់លេងពួកគេនឹងឲ្យលុយគីសុកទៅទិញផ្ទះនៅ Golden City បានគីសុកក៏ដកកាតខ្មៅរបស់គាត់ចេញពីហោប៉ៅកាតនេះជាប្រភេទកាតធនាគារដែលសម្រាប់តែមហាសេដ្ឋីប៉ុណ្ណោះគាត់បង្ហាញកាតនោះដាក់មុខពួកគេហើយប្រាប់ថាគាត់មិនមែនជាមនុស្សដែលងាយស្រួលទិញដោយលុយនោះទេពួកអ្នកប្រម៉ែភ្ញាក់ផ្អើលព្រោះទើបតែដឹងថាត្រងោលនេះដែលពួកគេមើលងាយមានលុយនិងអំណាចដល់កម្រិតនេះគីសុកនៅតែបន្តឌឺដងថាគួរឲ្យអស់សំណើចណាស់ដែលអ្វីៗត្រូវបានដោះស្រាយដោយលុយសូម្បីតែការសងកិត្តិយសនៅសាលាប្រឡងពួកនោះសុំទោសថាគ្រាន់តែច្រឡំទេប៉ុន្តែគីសុកគិតថាហួសពេលហើយសម្រាប់គាត់ពេលនេះមិនមែនគ្រាន់តែជាការប្រមាថទេតែជាការជន់ឈ្លីកិត្តិយសរបស់អ្នកប្រយុទ្ធគាត់ប្រាប់ថាកំហុសធំបំផុតនៃការធ្វើបាបអ្នកខ្សោយនិងលួចទ្រព្យសម្បត្តិអ្នកស្លូតត្រង់ពួកនេះនឹងមិនមែនជាជនរងគ្រោះទេនឹងគឺជាជនឧក្រិដ្ឋគីសុកបានដកបាល់ពណ៌មាសចំនួន3ចេញមកដែលបញ្ចេញពន្លឺនៅក្នុងទីងងឹតគាត់ប្រាប់ថាវាធ្វើពីលំអងផ្កាដែលស៊ីអនឲ្យគាត់បានបង្រួមវាតែខ្លាយទៅជាធាតុសុទ្ធខ្លាំងដែលមានឥទ្ធិពលមិនអាចស្មានដល់គ្រាន់តែអ្នកប្រមាញ់ទាំង3នោះស្រូបផ្សែងចេញពីបាននោះពួកគេចាប់ផ្ដើមវង្វេងស្មារតីការចងចាំរបស់ពួកគេច្របូកច្របល់ហើយពួកគេចាប់ផ្ដើមឃើញខ្លួនឯងទទួលរងនៅអំពើឃោរឃៅដែលពួកគេធ្លាប់ធ្វើដាក់អ្នកដទៃពួកគេស្រែកដោយការឈឺចាប់និងឈួតលីលា
ប៉ុន្តែមានម្នាក់នៅរឹងទទឹងទើបគីសុកចាប់ផ្ដើមហែកមាត់របស់គេហើយញាត់ម្សៅផ្កានោះចូលពេលឮសំឡេងស្រែករបស់ពួកគេទិដ្ឋភាពក៏កាត់ត្រឹមនេះនៅពេលព្រឹកផ្ទះរបស់ឈីអនបានត្រឡប់មកស្ងប់ស្ងាត់វិញគឹមណារីកំពុងរត់លេងសប្បាយជាមួយនឹងសត្វបក្សីដកដង្ហើមធំគិតថាការចិញ្ចឹមក្មេងពិតជានឿយហត់ណាស់នៅម្ខាងទៀតឈីអននិងយូបាំងកំពុងពិភាក្សាគ្នាអំពីជំហានបន្ទាប់នៃការសម្អាត Habit Institute ពួកគេសម្រេចចិត្តយកគីសុកនិងបក្សីទៅជាមួយពួកគេឲ្យការងារកាន់តែរលូនមុនពេលចេញដំណើរឈីអនប្រកល់កិច្ចការមើលផ្ទះឲ្យទៅយូបាំងងក់ក្បាលយ៉ាងជឿជាក់ពេលឈីអនដើរជិតចេញទៅគីសុកក៏រត់មកប្រាប់ថាការរៀបចំរួចរាល់ហើយថ្ងៃនេះគីសុកសប្បាយចិត្តផ្លាយទៅឈីអនសួរគីសុកប្រាប់ឈីអនថាបានសន្យានឹងណែនាំគាត់ទៅកាន់អ្នកលេងគីមីលំដាប់ A រ៉េម្នាក់ដែលអាចព្យាបាលបញ្ហាធំរបស់គាត់បានលើបែបនេះយូបាំយល់ភ្លាមថាគីសុកបារម្ភរឿងអ្វីជាប្អូនស្រីរបស់យូបាំកំពុងឈរមើលពីចម្ងាយញឹងឆ្ងល់ថាតើឈីអននឹងចូលទៅ Habit Institute ដោយរបៀបដែលប្រើមុខពិតឬនាងគិតថាគួរតែមានការក្លាយបន្លំខ្លួនទៅល្អគីសុកនិយាយថាតើពួកគេត្រូវក្លាយបន្លំខ្លួនឬទេនាងដោះរបាំងមុខចេញថ្នមបង្ហាញសម្រស់ដ៏ស្រស់ស្អាតដោយទេពធីតារបស់នាងស្នើឲ្យឈីអនប្រើរបាំងមុខលលាក្បាលដើម្បីបិទបាំងអត្តសញ្ញាណឈីអនគិតថាវានឹងសមឬអត់ប៉ុន្តែគីសុកវិញផ្លឹកមើលជាមិនដាក់ភ្នែកយូបាំនិយាយលេងថាប្អូនស្រីខ្ញុំមុខតូចមែនតែឆ្អឹងក្បាលធំធានាថាឯងពាក់ត្រូវនិយាយមិនទាន់ចប់ផងជាក៏ទះកំភ្លៀងនឹងបោចត្រជាក់យូបាំធ្វើឲ្យគ្រប់គ្នាសើចប៉ុន្តែគីសុកវិញបេះដូងរបស់គាត់កំពុងលោតខុសចង្វាក់មិនមែនព្រោះភ័យទេគឺព្រោះស្នេហាគីសុកទប់អារម្មណ៍មិនបានក៏លុតជង្គង់មកខាងញញឹមដូចជាព្រះអង្គម្ចាស់ហើយសួរជាថាសុំទៅផងខ្ញុំជាមនុស្សត្រង់តាមមនុស្សប្រភេទណាដែលនាងចូលចិត្តឈីអននឹងយូបាំភ្ញាក់ព្រឺស្ទើរតែឆ្លក់ទឹកជាឈរឆ្កឹងដូចឆ្លើយថាឯដល់នេះខ្ញុំចូលចិត្តអ្នកដែលលយឆាយនិងចេះរាំគីសុកបើកភ្នែកធំចេះរាំដូចជាសត្វក្ងោកមែនប៉ុន្តែជាបន្ថែមថាហើយខ្ញុំចូលចិត្តអ្នកដែលមានសក់ច្រើនដែរកាន់តែច្រើនកាន់តែល្អឬតែប៉ុណ្ណេះពិភពលោករបស់គីសុកត្រូវបានរលាយព្រោះគាត់អត់មានសក់ប៉ុន្តែចំណុចឲ្យការចោះចាញ់គាត់បែរជាមានកម្លាំងចិត្តវិញគាត់ក្រាបឈរហើយប្រាប់ឈីអនយ៉ាងមើលម៉ាត់ថាតោះយើងមិនត្រូវបង្អង់ទៀតទេត្រូវតែទៅជួបអាល់ឃីមីសឲ្យលឿនបំផុតឈីអនសើចហើយសួរថាចង់ទៅណាទៀតគីសុកឆ្លើយថាទៅណាទៅសំខាន់ឲ្យតែបានដោះស្រាយបញ្ហាសក់របស់គាត់បានខណៈដែលពួកគេកំពុងសើចសប្បាយនៅពិភពពិតឯណោះច្រកទ្វារដ៏ធំមួយបានបើកនៅលើមេឃធ្វើឲ្យមនុស្សម្នាភ័យខ្លាចពួកគេឆ្ងល់ថាហេតុអ្វីបានជា Return Get ធំម្ល៉េះនេះជាសញ្ញានៃគ្រោះថ្នាក់ថ្មីភ្លាមនោះចម្ពោះដ៏ធំមួយបានលេចចេញមកហើយបក្សីសេកដ៏ធំសម្បើមបានហោះចេញមកយ៉ាងលឿនគ្រប់គ្នាភ័យសន្ស្លោនឹងរាយការណ៍ទៅសមាគមមានខ្លះនិយាយថាឃើញមនុស្សជិះនៅលើវាដែរតែមិនគួរឲ្យជឿការពិតគឺមានមនុស្ស3នាក់កំពុងជិះនៅលើបក្សីនោះមែនគេសុខភ័យបើផ្លែកមិនចិត្តហើយស្រែកសួរឈីអនថាយើងតាណានឹងមិនក៏បក្សីយ៉ាក់នេះមកផ្អើលគេអស់ហើយឈីអនញញឹមនៅក្រៅរបាំងមុខឆ្លើយតបថាមានរបស់ជិះហើយមិនចាំបាច់ដើរធ្វើអីគាត់ដាក់ឈ្មោះបក្សីនោះថាប្លូព្រោះស្លាបរបស់វាពណ៌ខៀវនិងពន្លឺថ្ងៃស្អាតណាស់នៅឯវិទ្យាស្ថានហាមេកំពុងតែច្របូកច្របល់ប្រធានវិទ្យាស្ថានខឹងយ៉ាងខ្លាំងព្រោះអ្នកប្រមាញ់ដើរបញ្ជូនទៅសិតតែបាត់បង់ការចងចាំទាំងអស់ហើយ tracking camera ដែលជាការពិសោធន៍សំខាន់បំផុតក៏បាត់នៅឌីមុនរៀមទៀតផងគាត់វាយតុកខ្លាំងព្រោះបាត់ camera គឺស្មើនឹងបាត់បង់កេរ្តិ៍ឈ្មោះនិងបាត់លុយចំនួនពីអង្គការមុននឹងគាត់ផ្ទុះកំហឹងខ្លាំងជាងនេះជំនួយការម្នាក់បានយកវត្ថុមួយមកបង្ហាញវាជាការមួយតូចនិងសម្បត្តិដែលសរសេរថាជួបគ្នាឆាប់គ្រាន់តែឃើញព្រាមអ្នកវិទ្យាសាស្ត្រខឹងញ័រខ្លួនហើយបញ្ជាឲ្យតែស៊ើបអង្កេតព្រាមប៉ុន្តែមិនទាន់បានប្រមាណផងកញ្ចក់អគារដ៏ធំនៅពីក្រោយគាត់ក៏បែកខ្ចាយអគារទាំងមូលបានរង្គើសំឡេងផ្ទុះយ៉ាងខ្លាំងបានឮឡើងនៅពេលដែលសាសេដ៏ធំបានហោះបុកទម្លុះអគារផ្សាយហុយទ្រលំពេញការិយាល័យបក្សីប្លូបានចុះចតទាំងត្រឡេបត្រដួសរហូតដល់រោមកោងអស់ឈីអននិយាយថាចាំចប់ការងារចាំជួសជុលឲ្យគីសុកនិងប្លូគីសុកនិងគូបានធ្លាក់មកលើដីហើយឈីអនស្រែកថាពួកយើងនៅរស់ឬងាប់នឹងនៅក្នុងការវឹកវរនោះឈីអនបានដើរចេញមកយ៉ាងស្ងប់ស្ងាត់គាត់បើកទូលាយចេញពីស្មាហើយសម្លឹងមើលទៅបុគ្គលិកមន្ទីរពិសោធន៍ដែលកំពុងភ័យតក់ស្លុតដោយសំឡេងត្រជាក់និងមើលម៉ាត់ក៏សួរថាតើនរណាជាអ្នកគ្រប់គ្រងនៅមន្ទីរពិសោធន៍នេះបន្ទប់ទាំងមូលស្ងាត់ជ្រាបគ្មាននរណាហ៊ានឆ្លើយតបឡើយសាច់រឿងបានកាត់ទៅប៉ុន្មាននាទីមុនការវាយប្រហារយើងឃើញថាស៊ីអននិងគីសុកព្រមទាំងគូកំពុងជិះនៅលើសត្វបក្សីសេកយ៉ាគីសុកប្រាប់ស៊ីអនថាមន្ទីរពិសោធន៍ហាប់មានគឺស្ថិតនៅកណ្ដាលជួរភ្នំចន្លោះតំបន់អ្នកក្រនិងទីក្រុង Golden City ដែលមិននៅឆ្ងាយប៉ុន្មានទេទោះបីជាយ៉ាងនេះក្តីគីសុកនៅតែអារម្មណ៍ស្ទាក់ស្ទើរតើទង្វើរបស់ពួកគេត្រឹមត្រូវឬអត់ទោះបីជាមិនមានផែនការច្បាស់លាស់ក៏ដោយប៉ុន្តែគាត់មានអារម្មណ៍ថាមានរឿងខ្លះដែលមិនគួរពាក់ព័ន្ធ Habit Institute មិនមែនជាកន្លែងស្រាវជ្រាវធម្មតាទេពួកគេបានបង្កើតសត្វយន្ត Magnetic Camera Liquid Metal Camera
ពួកគេគឺជាអ្នកបង្កើតគីមណារីដែលជាមនុស្សយន្តធ្វើពីលោហៈរាវដែលផងដែរស្ថាប័ននេះធ្លាប់ចុះព័ត៌មាននិងទទួលបានពានរង្វាន់ប៉ុន្តែការពិតគឺជាឧក្រិដ្ឋកម្មសុទ្ធសាធគេសុបដឹងច្បាស់ថាមានរឿងអ្វីកើតឡើងចំពោះគីមណារីនិងការធ្វើទរណកម្មដែលបានកើតឡើងចំពោះនាងប៉ុន្តែគាត់សង្កេតឃើញថាស៊ីអនមិនស្ដាប់គាត់ទាល់តែសោតប្រហែលជាគាត់មានផែនការផ្ទាល់ខ្លួនហើយពេលងាកទៅមើលគីសុក៏ចាប់អារម្មណ៍ថាកន្ទុយរបស់សត្វសេកយ៉ាដែលពួកគេកំពុងជិះមានលក្ខណៈខុសប្លែកគេស៊ីអនបញ្យល់ថាកន្ទុយខាងឆ្វេងរបស់បិសាចនេះមិនដុះទេនេះជាមូលហេតុដែលវាខុសគេស៊ីអនបានឃើញវាតាំងពីដំបូងម្ល៉េះពេលដែលវាត្រូវមិត្តរួមក្រុមរបស់វាវាប្រហារព្រោះតែរូបរាងខុសគេធ្វើឲ្យវាត្រូវបានរត់គេចខ្លួនពេលនោះហើយដែលស៊ីអនមើលឃើញឱកាសនឹងជួយសង្គ្រោះវាចាប់តាំងពីពេលនោះមកសត្វសេកយ៉ាហាក់សប្បាយចិត្តខ្លាំងទៅពេលដែលពាវបាននៅក្បែរស៊ីអនហាក់ដូចជាចង់តបស្នងសងគុណប៉ុន្តែគេសុំនៅតែជឿថាតើគ្រាន់តែអត់កន្ទុយសោះហើយអ្វីបានជាត្រូវគេធ្វើបាបដល់ទឹកនេះស៊ីអនប្រាប់ថាពួកសត្វសេកយ៉ាគឺវង្វេងនឹងកន្ទុយស្អាតហើយតាមសភាវគតិឲ្យតែឃើញកន្ទុយខុសគេគឺពួកគេនឹងវាយប្រហារភ្លាមហេតុនេះហើយទើបបលូដែលជាសត្វសេកយ៉ានេះត្រូវបានគេបោះបង់និងវាយប្រហារធ្វើបាបត្រង់កន្ទុយរហូតលែងដុះគេសុបលឺហើយក៏ស្រក់ទឹកភ្នែកព្រោះគាត់យល់ច្បាស់ពីអារម្មណ៍ដែលចង់ឲ្យអ្វីមួយដុះលូតលាស់នៅកន្លែងដែលមិនអាចតបបានដូចជាសក់ក្បាលរបស់គាត់ដែលជ្រុះអស់រលីងអញ្ចឹងមួយសន្ទុះក្រោយមកពួកគេក៏ជិះចិត្តទៅដល់អគារ Habit Institute ហើយពេលឃើញអគារភ្លាមស៊ីអនក៏ប្រាប់បលូឲ្យហោះមុខសម្រុកចូលទៅក្នុងអគារនោះតែម្ដងដោយមិនគិតឲ្យឈប់ទេគេសុបឆ្ងល់ខ្លាំងណាស់តែបិសាចនោះក៏បង្កើតល្បឿនយ៉ាងលឿនចំណែកឯគោវិញភ័យស្ទើរសាយសន្លប់នឹងចង់ក្អួតព្រោះតែវាហោះខ្ពស់ពេកគេសុបមានអារម្មណ៍ថាអាចធ្លាក់គ្រប់ពេលស៊ីអនស្រែកប្រាប់ឲ្យពួកគេតោងរងបាក់សៃឲ្យជាប់ព្រោះដោយសារកន្ទុយមិនស្មើគ្នាធ្វើឲ្យការហោះហើរមិនមានលំនឹងនិងគ្វេនហោះលឿនទោះដឹងថាគ្រោះថ្នាក់ខ្លាំងតែគេសុបនឹងតោងយ៉ាងណាហើយមួយប្រពេចពេកពួកគេក៏បុកចូលនៅអគារនោះតែម្ដងត្រឡប់មកពេលបច្ចុប្បន្នវិញពួកអ្នកវិទ្យាសាស្ត្រនៅក្នុងអគារមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមុនពេលបុកចូលមានអ្នកវិទ្យាសាស្ត្រស្រីម្នាក់បានឃើញបិសាចដ៏ធំសម្បើមនោះចំណែកអ្នកវិទ្យាសាស្ត្រប្រុសម្នាក់ទៀតពាក់វ៉ែនតាកំពុងតោងដើម្បីក្រាបឈរតែដោយសារទន្លេដីហុយខ្លាំងពេកគាត់មើលមិនឃើញទេពេលងាកទៅមើលដៃខ្លួនឯងទើបដឹងថាគាត់កំពុងកាន់ជើងរបស់សត្វសេកយ៉ាភ្លាមនោះសម្ដែងពីងពាងដ៏រឹងមាំបានបាញ់ចេញមកចោលពួកគេទាំងអស់គ្នាដែលអ្នកធ្វើរឿងនេះគឺគ្មាននរណាក្រៅពីស៊ីអនរបស់យើងទេដែលប្រើថាពលបិសាចរបស់ខ្លួនដើម្បីចាប់ពួកគេពេលគេសុកនឹងគូក្រាបឈរគេសុកសួរស៊ីអនថាហេតុអ្វីបានជាចូលតាមច្រកក្រោយអគារទាំងដែលច្រកមុខក៏ចូលបានយ៉ាងស្រួលស៊ីអនបញ្យល់ថាការិយាល័យរបស់មេស្រាជាធម្មតានៅជាន់លើគេដូច្នេះចូលតាមផ្លូវនេះលឿនជាងស៊ីអនក៏សួរព្រមអ្នកវិទ្យាសាស្ត្រថាតើទីនេះជា Habit Institute មែនទេគ្មាននរណាម្នាក់ឆ្លើយទៅដែលនាំខ្លួនជាអាណាព្យាបាលរបស់គីមណារីប៉ុន្តែពួកនោះគេធ្វើមុខឆ្ងល់ស៊ីអនចាប់ផ្ដើមទុញទ្រាន់តែភ្លាមនោះក៏ចាប់អារម្មណ៍នឹងអ្វីម្យ៉ាងជាអារម្មណ៍ត្រជាក់និងព្រឺព្រួយដែលជាការសាយភាយមកស៊ីអនដឹងភ្លាមថាជាអ្វីគឺជាកាមេរ៉ាឈុតឆាកបានផ្លាស់ប្ដូរទៅកាន់ Golden City នៅក្នុងអគារ Hunter Associates បរិសុទ្ធចំណាម្នាក់កំពុងស្ដីបន្ទោសយុវជនម្នាក់មានឈ្មោះថាលីអំពីការត្រៀមខ្លួនប្រឡង B rank បរិសុទ្ធចំណាព្រមមានថាបើប្រឡងខាក់នឹងត្រូវបណ្តេញចេញពីផ្ទះហើយយុវជននោះដែលជាមនុស្សកម្រិត C ខ្លះហើយបរិសុទ្ធចំណាគឺជាជីតារបស់គាត់និងជាប្រធានសមាគមអ្នកប្រមាញ់ផងដែរតារបស់គាត់ចង់ឲ្យគាត់ត្រៀមខ្លួនឡើងកាន់តំណែងជំនួសគាត់ព្រោះគាត់មានអាយុ84ឆ្នាំហើយទឹកមុខរបស់លីហូបង្ហាញថាគាត់មិនចាប់អារម្មណ៍នឹងរឿងនេះសោះហើយបាក់ញើដោយសារភ័យនឹងសម្ដីតារបស់គាត់រំលឹកពីសម័យមុនដែលពួក Awaken ហ៊ានលះបង់ជីវិតដើម្បីជួយអ្នកដទៃទើបគាត់បង្កើតសមាគមនេះឡើងប៉ុន្តែគាត់ខកចិត្តនឹង Hunter សម័យនេះដែលគិតតែពីលុយនិងរត់គេចពីគ្រោះថ្នាក់ការស្រាវជ្រាវកាមេរ៉ាគឺដើម្បីការពារ Hunter ប៉ុន្តែចំណាយលុយច្រើនពេកហើយមន្ទីរពិសោធន៍នៅតំបន់អ្នកក្រនឹងធ្វើឲ្យមនុស្សស្លូតត្រង់រងគ្រោះតែរបស់គាត់ជឿជាក់ថាលីមកហូបានឡើងកាន់តំណែងគាត់នឹងដឹកនាំសមាគមនេះឲ្យរឹងមាំនិងមានក្តីមេត្តាឡើងវិញមិនដូចគាត់ដែលចាស់ហើយទន់ខ្សោយនោះទេប៉ុន្តែលីមកហូគាត់ធុញនឹងការទេសនារបស់លោកតារបស់គាត់មុននឹងមកហូហ៊ានតមកជំនួយការម្នាក់ក៏ចូលមកប្រាប់ថាមានសត្វចម្លែកសេកយ៉ាក់មួយដ៏ធំបានលេចរូបរាងឡើងនៅតំបន់អ្នកក្រ
ដំណឹងនេះធ្វើឲ្យបុគ្គលនិងតារបស់គាត់ភ្ញាក់ផ្អើលព្រោះមិនមានសញ្ញាហ្គេតនៅទីនោះទេជំនួយការប្រាប់ថាពួក Hunter ផ្សេងមិនព្រមមកជួយទេព្រោះនៅតំបន់នោះគ្មានលុយឲ្យពួកគេតារបស់គាត់នៅច្បាស់ថារឿងនេះដូច្នេះគាត់ក៏សម្រេចចិត្តថាគាត់នឹងទៅដោះស្រាយដោយខ្លួនឯងហើយបញ្ហាឲ្យតាក់ទងមន្ទីរពិសោធន៍ Camera ដែលនៅចិត្តនេះជាបន្ទាន់លើបែបនេះលីបុគ្គលក៏ទ្រាំមិនបានហើយសុំទៅជាមួយតារបស់គាត់ដើម្បីជួយការពារត្រឡប់មកឡើងវិញ Shion បានរត់សម្លេងពីពីងកាន់តែខ្លាំងរហូតដល់ខ្លួនរបស់ Director ដាច់ជាពីរគេសោកចាប់អាវប៉ុន្តែពេលឃើញច្បាស់នោះមិនមែនជាមនុស្សទេគឺជាកាមេរ៉ាដែលធ្វើពីលោហៈរាវគូនិងពួកអ្នកវិទ្យាសាស្ត្រផ្សេងទៀតក៏តក់ស្លុតព្រោះដឹកស្មានមិនដល់ថា Director យកខ្លួនឯងទៅពិសារហូតខ្លាចជាបែបនេះDirector Camera ស្រែកគំរាម Shion ថាហ៊ានណាស់ដែលហ៊ានចូលមកទីនេះតែគូបានប្រើវិជ្ជាអានចិនរបស់គេប្រាប់ Shion ថាវាមើលឃើញការចងចាំរបស់ Director តាមពិតទៅ Director ម្នាក់នេះគឺសាហាវឃោរឃៅជាងអ្នកមុនទៅទៀតគេចាក់ក្មេងៗមកពិសាដើម្បីគេនឹងចង់ឈ្នះ Director ចាស់ដែលស្លាប់ទៅហើយលើបែបនេះ Shion ខឹងខ្លាំងណាស់គាត់ស្ទុះទៅចាក់ក្បាល Director នោះហើយស្រែកដោយកំហឹងឯងធ្វើបែបនេះបានយ៉ាងម៉េចឯងហ៊ានចាក់ក្មេងៗមកពិសាដើម្បីតែលុយនឹងគេឈ្មោះអញ្ចឹងសំឡេងស្រែករបស់ Shion គឺរាល់រំពងបញ្ញគារពោពេញទៅដោយកំហឹងនិងការឈឺចាប់ជំនួសឲ្យអ្នករងគ្រោះក្នុងមួយប្រពេចផ្នែកគាត់បានធ្វើដំណើរយ៉ាងលឿនហើយចាប់មុខតាចាស់នោះក៏មិនអាចកិច្ចខ្លួនបានដែរគាត់លែងមានសិទ្ធិបញ្ជាលើករាងកាយខ្លួនឯងហើយគាត់ព្យាយាមបង្ខំចិត្តបដូររូបរាងកាយប៉ុន្តែគាត់ធ្វើមិនបានដោយខ្លួនឯងឡើយម្លោះដែលធ្លាប់ខ្លាំងម្នាក់នោះក៏បានរួញតូចទៅរហូតខ្លាចជាដុំថាមពលតូចមួយ Shion រើសដុំថាមពលនោះហើយបញ្ចេញអូរ៉ាដ៏ខ្មៅងងឹតទៅជុំវិញបន្ទប់ទាំងមូលប្រែក្លាយជាស្ងប់ស្ងាត់ភ្លាមនោះឈុតឆាកបានបដូរទៅកាន់រូងភ្នំដ៏ងងឹតមួយគូបាននិយាយថាហាន់មុងឌូនិងអានមុងយកធ្លាប់ជាគ្រូនិងសិស្សនឹងគ្នាអតីតសិស្សរូបនោះថែមទាំងបានរកវិធីការប្រើខ្លួនឯងឲ្យទៅជាកាមេរ៉ាផងដែរដើម្បីឲ្យបានខ្លាចទៅជាក្មេងវ័យម្ដងទៀតពេលទៅដល់ចុងផ្លូវគូសម្គាល់ឃើញថានេះគឺជាកន្លែងដែលពួកគេកំពុងស្វែងរកមួយជើងដ៏ខ្លាំងក្លារបស់ Shion បានទាត់ទ្វារចាស់នោះបាក់ហើយទិដ្ឋភាពដ៏រន្ធត់មួយបានលេចឡើងនៅចំពោះមុខពួកគេបិសាចដែលធ្លាប់ជាមនុស្សឥឡូវនេះត្រូវបានគេដាក់នៅក្នុងកាយពិសោធន៍ធំដែលមានពន្លឺពណ៌បៃតងនៅក្នុងចិត្តរបស់គាត់សំឡេងរបស់អ្នកវិទ្យាសាស្ត្រទាំងពីរដែលកំពុងឆ្លោះគ្នានៅពីលើរាងកាយសន្លប់របស់គាត់ក៏បានត្រឡប់មកវិញពីចម្ងាយ Shion ស្រាប់តែដឹងថាមានវត្តមានរបស់បិសាចតូចមួយវាខ្សោយនិងហាក់ដូចជាកំពុងពួននៅពេលដែលគាត់ដើរទៅជិតវាមានក្លិនដ៏សាំមួយដែលបិសាចនោះហាក់ដូចជាស្គាល់ច្បាស់ខណៈដែលសម្លឹងមើលទៅសត្វតូចមួយដែលមានរាងដូចកញ្ជ្រោងគាត់បានសួរវាថាតើស្គាល់អំពីទម្រង់ជីវិតយន្ត Camera Life Form ដែរឬទេមួយរំពេចនោះកញ្ជ្រោងក៏ស្ងៀមស្ងាត់ហាក់ដូចជា Shion បានស្គាល់មនុស្សអ្នកដែលជិតស្និទ្ធនឹងវា Shion បានញញឹមហើយប្រាប់វាមនុស្សដែលដោយក្តីរីករាយហើយវានឹងចាប់ផ្ដើមយំ Shion បានចាប់ផ្ដើមប្រាប់វាថាមនុស្សដែលកញ្ជ្រោងកំពុងនឹកដល់នោះកំពុងមានសុខភាពល្អនិងសប្បាយរីករាយនិងមានសុវត្ថិភាពដែលកំពុងរស់នៅក្នុងនិមន្តរាមជាមួយពួកគេទៅពេលនោះកន្ទុយរបស់កញ្ជ្រោងបានកវីដោយក្តីរីករាយហើយចាប់ផ្ដើមយំពីក្នុងប្លង់ងងឹតសត្វផ្សេងទៀតក៏បានចេញមកម្ដងមួយមានរូបរាងដូចដើមឈើមួយទៀតហើយជាស្រមោលយក្សគេបានពន្យល់ថាពួកគេប្រភេទកាមេរ៉ារបស់ពួកគេត្រូវបានសម្លាប់លក់ទៅធ្វើជាអាវុធសង្គ្រាមហើយដោយសំឡេងស្រទន់តែមឹងម៉ាត់គាត់ប្រាប់ខ្លួនឯងថាប្រហែលជាដល់ពេលនាំពួកគេទៅផ្ទះហើយពិភពមនុស្សនិងស្រមោលនៃនរកនឹងបើកឡើងម្ដងទៀតនៅក្នុងដៃរបស់គាត់ពីចម្ងាយការផ្ទុះដ៏ធំមួយបានបន្លឺឡើងមន្ទីរពិសោធន៍ Habit បានផ្ទុះភ្លើងឆាបឆាយយ៉ាងលឿនលោកតាលីមុនស៊ូនិងចៅរបស់គាត់បានមកយឺតពេលហើយខណៈដែលកំពុងឆេះសន្ធោសន្ធៅស្រមោលមួយស្រាប់តែហោះពីកណ្ដាលផ្សែងនោះគឺជាសត្វសេកយក្សរបស់ Shion នឹងហើយកំពុងហោះឡើងនៅលើពពកនៅទីនោះហើយដែលពួកគេឃើញមនុស្សម្នាក់កំពុងជិះនៅលើវានៅលើអាកាស Shion កំពុងជិះសេកយក្សយ៉ាងស្ងប់ស្ងាត់គាត់បានបញ្ជាក់ប្រាប់គេសុខថាពួកអ្នកស្រាវជ្រាវមានសុវត្ថិភាពហើយនៅខាងក្រោមលោកតាមិនជឿនឹងភ្នែករបស់គាត់ទេគាត់ឆ្ងល់ថាតើនរណាមានសមត្ថភាពធ្វើរឿងបែបនេះដាក់នាយកហានម៉ុងដូមួយសន្ទុះក្រោយមកក្រុមការងាររបស់សមាគមក៏មកដល់ខ្លះនិយាយថាហានម៉ុងដូមិនមែនជាមនុស្សទេគឺជាកាមេរ៉ា
ពីលើមេឃស៊ីអនបានបញ្ជាក់ថាឲ្យណាមគីត្រឡប់ទៅតំបន់អាណាធិបតេយ្យវិញងាកមកមើលនៅសាខាសមាគមអាគីមីអានោះវិញអ្នកគ្រប់គ្រងគីមកំពុងដេកលក់យ៉ាងស្កប់ស្កល់ស្រាប់តែភ្ញាក់ព្រោះឮសំឡេងក្នុងស្រមោលធំមួយបានដួលនៅមាត់ទ្វារគឺណាមគីស៊ីអនបានដើរចេញពីក្នុងបន្ទប់ដោយម៉ាស់របស់គាត់ស៊ីអនសម្លឹងមើលគាត់ចំហើយនិយាយដោយសំឡេងត្រជាក់តែស្ងប់ស្ងាត់ថាជប់នេះគាត់នឹងទៅកាន់និមន្តរៀមជាមួយគ្នាបន្ទាប់មករូបភាពក៏កាត់មកនិមន្តរៀមវិញដែលបង្ហាញអំពីណារីយូបាំនិងជាពួកគេកំពុងពិភាក្សាគ្នារឿងយកថ្មពន្លឺនិងខ្វាត់មកធ្វើជារបងក្នុងពេលនោះយូបាំបាននិយាយថាមុនដំបូងយើងត្រូវតែខ្វៀលថ្មខ្វាត់សិនរួចហើយទើបដាក់ថ្មពន្លឺចូលទៅខាងក្នុងពេលដែលយូបាំដាក់ថ្មពន្លឺចូលទៅក្នុងរន្ធដែលបានខ្វៀលហើយរបស់ខ្វាត់នោះគឺដុំថ្មទាំងពីរបានបញ្ចេញពន្លឺយ៉ាងស្រស់ស្អាតធ្វើឲ្យណារីមានការពេញចិត្តយ៉ាងខ្លាំងហើយណារីបានសរសើរលោកពូយូបាំទៀតផងថាពិតជាអស្ចារ្យណាស់ហើយជាបាននិយាយថានាងមិនធ្លាប់គិតថាយើងអាចយកថ្មពន្លឺយកមកដាក់ចូលខាងក្នុងថ្មខ្វាតបានទេដូច្នេះនាងគិតថាយើងគ្រាន់តែត្រូវការរបងពិតប្រាកដនេះវែងជាងនេះតើត្រូវទេខ្ញុំឆ្ងល់ថាតើយើងត្រូវការប៉ុន្មានដុំទៀតហើយព្រមនោះពួកគេបានឮសំឡេងច្រកទ្វារបើកមកហើយពួកគេគិតថានេះប្រហែលជាស៊ីអនហើយប៉ុន្តែអ្នកដែលពួកគេឃើញមុនដំបូងនោះគឺជាខេមេរ៉ាដ៏ស្រស់ស្អាតជាច្រើនដែលជាមិត្តភក្តិរបស់គឹមណារីគិតថានេះប្រហែលជាស៊ីអនបញ្ជូនពួកវាមកហើយជាគិតថាមើលទៅពួកវាដូចជាទុនសោយបន្តិចហើយភ្លាមពេលនោះគឹមណារីបានរត់ចូលទៅក្នុងផ្ទះដោយមិនដឹងមូលហេតុហើយមើលទៅណារីដូចជាភ័យខ្លាចក្នុងការជួបមុខជាមួយនឹងកាមេរ៉ាទាំងនោះហើយរូបភាពក៏បង្ហាញពីសាគេឈរបង្ហាញខ្លួនធ្វើដូចគេគឺជាបោះនៅទីនេះហើយសាបានធ្វើទុកមុខកាចដាក់ទៅកាន់កាមេរ៉ាដែលមានរូបរាងដូចជាដើមដូងក៏ប៉ុន្តែកាមេរ៉ានោះដូចជាមិនខ្វល់នោះទេវាបានរត់ចេញទៅម្ខាងដោយសារតែវាកំពុងចាប់អារម្មណ៍នឹងចង្ការបន្លែរបស់មែនត្រាហ្គោរ៉ាដែលពោពេញទៅដោយថាមពលបិសាចនិងជីជាតិពេលនោះវាសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញដីទៅទីនេះក៏ប៉ុន្តែភ្លាមដូចជាមានបន្ទោសអ្វីមួយកើតឡើងដែលបង្ហាញអំពីមែនត្រាហ្គោរ៉ាដែលកំពុងនៅទីនោះពួកវាកំពុងបង្ហាញថាទីនេះគឺជាទឹកដីរបស់ពួកគេទេពួកមែនត្រាហ្គោរ៉ាវាបានឈរឡើងលយដោយសារពេលនេះវាមានគ្នាចំនួន5នាក់ហើយរូបភាពក៏បង្ហាញពីស៊ីអនដែលគាត់បានត្រឡប់មកដល់ផ្ទះវិញហើយជាមួយនឹងគ្នារបស់គាត់ហើយគាត់បានប្រាប់ឲ្យបលូសម្រាប់ចោលពូថ្ងៃនេះគេធ្វើកិច្ចការហត់បន្តិចហើយចំណែកឯគីសុវិញស្ទើរតែលោតដោយក្តីរីករាយពេលដឹងថាគាត់បានត្រឡប់មកដល់កន្លែងដែលគាត់ចាត់ទុកថាជាផ្ទះវិញខណៈដែល manager Kim កំពុងដើរក្នុងភាពងងឹតគាត់បានឈប់ស្ងៀមដោយសារការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានឃើញសំណង់នៅពីមុខគាត់ដែលជាផ្ទះរបស់ Shion ផ្ទះដែល Shion បានសាងសង់នៅក្នុងនិមន្តរាមគឺជាអភូតហេតុមួយសម្រាប់គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយដើរមើលច្រកចូលបង្អួចនឹងរូបរាងទាំងមូលវាហាក់ដូចជាគាត់បានរកឃើញសម្បត្តិដែលមានតម្លៃសិក្សាយ៉ាងធំធេងខណៈដែល manager Kim កំពុងរវល់ពិនិត្យមើល Shion បានកត់សម្គាល់ឃើញ Nari កំពុងមើលនៅពីក្រោយដើមឈើហាក់ដូចជាកំពុងគេចពីមិត្តភក្តិរបស់នាងនៅក្នុងចិត្តរបស់ Shion គាត់ដឹងច្បាស់អំពីមូលហេតុគឺនាងមិនទាន់បានផ្សះផ្សាជាមួយមិត្តភក្តិរបស់នាងនៅឡើយ Shion បានបញ្ជាក់ឲ្យណាមគីសុកនិង manager Kim ឈរឲ្យស្ងៀមនៅកន្លែងដដែលខណៈដែលគាត់មានការងារត្រូវធ្វើគាត់បានដើរទៅរកជាដើម្បីប្រគល់ម៉ាត់ដែលគាត់បានខ្ចីឲ្យទៅនាងវិញ Shion បានងាកមើលទៅសួនច្បារគាត់ឃើញមែនត្រាហ្គោរ៉ា5នាក់និងអ្នកចំណូលថ្មីកំពុងប្រឈមមុខគ្នាដោយភាពតានតឹងយូបាំពំយល់ថាពួកមែនត្រាហ្គោរ៉ាកំពុងខាត់អ្នកចំណូលថ្មីព្រោះឃើញគេសម្លឹងមើលសួនច្បារស្ថានភាពកាន់តែវឹកវរពេលស្រមោចយៈចូលរួមដែរការប្រយុទ្ធបានចាប់ផ្ដើមនៅពេលដែលអ្នកចំណូលថ្មីពីរនាក់ចាប់ផ្ដើមធ្វើសកម្មភាពសម្រាប់បានតោងមែឈើហើយវាលុកទៅលើពួកមែនត្រាហ្គោរ៉ាតូចជាងគេភ័យស្លន់ស្លាប់បន្តែភ្លាមនោះមានស្រមោលមួយបានចូលមករងការវាយប្រហារជំនួសក្បាលរបស់ស្រមោចនោះបុកនឹងក្បាលដែករបស់មែនត្រាហ្គោរ៉ាថ្មីត្រឹមមួយប្រពេចធ្មេចស្រមោចបានសន្លប់នឹងដួលទៅលើដីអ្នកចំណូលថ្មីត្រូវបានបរាជ័យដើមឈើដែលជាមិត្តរបស់ស្រមោចគ្មានជំរឿនអ្វីក្រៅពីលើកមិត្តរបស់ខ្លួនចេញពីសួនច្បារនោះទេសម្រាប់ Shion ពិធីស្វាគមន៍បានបញ្ចប់ហើយវាបានឈប់នៅក្បែរដើមឈើមួយពេលឃើញគឹមណារីកំពុងពួនហ្វឹកបានសារភាពភ្លាមថាខ្លួនជាមូលហេតុដែលពួកគេឃ្លាតឆ្ងាយពីគ្នាវាបានសុំទោសដោយក្តីសោកស្ដាយ Fox បានសន្យាថានឹងនៅទីនេះរហូតទាល់តែ Nari ព្រមទទួលការសុំទោសរបស់គេឯការចងចាំដ៏ឈឺចាប់មួយបានលេចឡើងនៅក្នុងមន្ទីរពិសោធន៍ដ៏ត្រជាក់អ្នកវិទ្យាសាស្ត្រចាស់ម្នាក់ខឹងយ៉ាងខ្លាំងទោះបីជាមានពិន្ទុវឹកហាត់ខ្ពស់ក៏ដោយក៏ក្មេងស្រីខេមេរ៉ានៅតែបរាជ័យព្រោះនាងមិនព្រមប្រយុទ្ធមូលហេតុគឺដោយសារធម្មជាតិរបស់នាងកើតមកជាមនុស្សមានចិត្តល្អនិងទន់ភ្លន់ទោះបីជាត្រូវគេវាយប្រហារពីក្រោយក៏ដោយក៏នាងទទួលយកទាំងអស់ដោយមិនតបតនាងខ្លាចថានឹងត្រូវស្លាប់
ត់ដោយសារតែសេចក្តីល្អរបស់នាងប៉ុន្តែជំនួសឲ្យការអាណិតអ្នកវិទ្យាសាស្ត្របែរជាញញឹមគាត់បញ្ជាក់ឲ្យផ្ដល់មិត្តភក្តិដល់នាងគឺសត្វទន់ខ្សោយដូចជានាងដើម្បីបង្កើតចំណងមិត្តភាពហើយនៅពេលដែលនាងស្និទ្ធស្នាលនឹងពួកគេផែនការដ៏អាក្រក់បានមកដល់បញ្ជាឲ្យមិត្តភក្តិរបស់នាងក្បត់នាងហ្វុកបានខំនារីទាំងទឹកភ្នែកខណៈណាបេះដូងរបស់នាងត្រូវបានបែកបាក់នារីបានរត់គេចខ្លួនទាំងទឹកភ្នែកជ្រើសរើសការរត់ចេញជាជាងខ្លាចជាបិសាចត្រឡប់មកបច្ចុប្បន្នវិញនារីបានដើរចេញពីក្រោយដើមឈើទាំងទឹកភ្នែកពេលនាងដើរទៅជិតហ្វុកទុយក៏ស្រក់ទឹកភ្នែកដែរពួកគេបានអោបគ្នាភ្លាមដោយយល់ពីការឈឺចាប់របស់គ្នាទៅវិញទៅមកនារីបានឮសំឡេងញ័ររបស់ហ្វុកដោយសារតែថាគេជាអ្នកធ្វើឲ្យនាងឈឺចាប់ប៉ុន្តែហ្វុកមិនយល់ថាហេតុអ្វីបានជានារីឈឺចាប់ជាងខ្លួននារីឆ្លើយថាខ្ញុំនឹកមិត្តភក្តិរបស់ខ្ញុំដែលបានបាត់បង់ខណៈពេលដែលពួកគេអោបឈីអនបានបំបែកភាពស្ងៀមស្ងាត់ដោយហៅពួកគេឲ្យត្រឡប់ទៅវិញខណៈពេលដែលពួកគេទាំង3ដើរចេញទៅឈីអនបានញញឹមដោយក្តីរីករាយនៅម្ខាងទៀតគីសុកនិង manager គីមកំពុងឈររឹងខ្លួនដូចជារូបសំណាកពួកគេបានគោរពតាមបញ្ជារបស់ឈីអនខ្លាំងពេកដែលមិនហ៊ានកម្រើកពេលគីសុកសួរថាតើពួកគេត្រូវឈរដល់ពេលណាទើបឈីអននឹកឃើញថាគាត់ភ្លេចប្រាប់ពួកគេឲ្យឈប់គាត់បានបញ្យល់ថាគាត់ធ្វើបែបនេះដើម្បីកុំឲ្យនារីភ័យខ្លាចប៉ុន្តែរឿងរ៉ាវប្លែកៗមិនទាន់ចប់ទេយុបាមនិងជាបានក៏សម្គាល់ឃើញបុរសម្នាក់ឈរនៅក្បែរគីសុកដែលស្លៀកពាក់ខោអាវដេកពួកគេឆ្ងល់ថាតើគាត់ជានរណាពេលនោះឈីអននឹកឃើញហើយណែនាំ manager គីមគឺជា Eren Alchemist ដែលនឹងជួយដោះស្រាយរឿងថ្នាំនៅក្នុងពិភពរបស់ពួកគេបងប្អូនបាក់សីទាំងពីរភ្ញាក់ផ្អើលយ៉ាងខ្លាំង manager គីមបានសួរដោយសំឡេងញ័រថាតើគាត់អាចសុំរោមរបស់ពួកគេបន្តិចបានទេពេលនោះបាក់សីទាំងពីរបានស្ងៀមស្ងាត់ហាក់ដូចជាកំពុងគិតថាតើពួកគេនឹងត្រូវបានគេមើលឃើញថាជាមន់មែនទេ